វត្តដាក់ហ្នឹងមកអត់មានអ្នកដតីទេណាអូយពីរោះហើយព្រះអង្គពីរោះហើយមិនដែលបានស្ដាប់ទេពីមុនមកហើយសំបួសផងព្រះអង្គសំបួសហ្នឹងហើយព្រះអង្គក៏ថាអេមកអញ្ចឹងតលតែថាវានៅក្នុងទិដ្ឋិយៈបរិវាសមិនបរិវាសសង្ឃារិសេទិដ្ឋិយៈគេថាអន្តេរដ្ឋីមកបួសនៅក្នុងទិដ្ឋិយៈបរិវាសហ្នឹងដើម្បីភិក្ខុត្រួតត្រាពិនិត្យមើលលមុំឲ្យឧបសម្បទាបានអញ្ចឹងណាប៉ុន្តែតថាគតដឹងដែលត្រូវឲ្យឧបសម្បទាក៏ឲ្យភិក្ខុនាំលោកទៅបំពោះទៅហើយក៏ឧបសម្បទាចំពោះពភៈព្រះដែលមានពភៈទៅព្រះថេរៈកស្សបៈនឹងប្រឹងប្រែងជាយាមសម្រាប់ព្រះរហ័តជាព្រះអរហន្តមួយអង្គទៅណាហ្នឹងក៏ឲ្យពុទ្ធបរិស័ទយើងណាមើលក៏គួរអត់ដែរបានស្ដាប់អត់យល់អញ្ចឹងណាវាដឹងថាខ្លួនឯងធ្វើឲ្យខ្លួនឯងនេះអតីធ្វើឲ្យអញ្ចឹងទៅមួម៉ៅដៅកាហាយវិវៈតែតាមពិតយើងអត់មិនជាអ្នកទោសអត់បានសាងសេចក្តីទុកមកឲ្យខ្លួនឯងទេណាយើងរស់កន្លែងនឹងខូចសុបាយណាយើងរួចពីភាពអ្នកទោសណាព្រោះយើងមិនមែនបង្កើតវត្តដាក់នេះមកកិលេសកម្មវិបាកអីខណ្ឌអីរស់អាមិនឈឺអាមិនឆ្លាប់ពេលណាមិនមែនយើងអ្នកសាងមកណាអ្វីដែលមិនមែនយើងអ្នកសាងយើងត្រូវតែរួចខ្លួនមិនមែនជាអ្នកទោសទេនៅជាអ្នកសិក្សាការពិតហ្នឹងហើយហ្នឹងឲ្យពុទ្ធបរិស័ទបានជ្រាបថាក្នុងការដែលពុទ្ធបរិស័ទយើងបានមកជួបនឹងពុទ្ធសាសនានេះយើងបានដឹងថាកម្មណាវត្តតិលោកោកម្មណាវត្តតិបជាសន្មតថាសត្វលោកហ្នឹងណាប្រព្រឹត្តទៅតាមកម្មប៉ុន្តែសត្វលោកហ្នឹងបញ្ញត្តិទេណាបញ្ញត្តិទៅលើផលវិបាករបស់កម្មហ្នឹងដោយបរមត្តវាអត់មានអត្តាទេអាហ្នឹងឲ្យយើងយល់ក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងពីអត្តាយើងត្រូវដឹងថាព្រះអង្គសម្ដែងបញ្ញត្តិទៅលើអីដោយថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងអាការដែលទៅឈ្នះលបែងគេនោះណាអាហ្នឹងឈ្នះខ្លួនឯងនេះគឺកិលេសទាំងពួងហ្នឹងព្រះអកថាលោកប្រាប់ហើយដល់ទៅខ្លួនទីពឹងខ្លួនហ្នឹងគឺលោកយៈលោកុត្តរោធម្មោអត់មានអត្តាទេយើងត្រូវឲ្យឆ្លាតឲ្យដឹងថាព្រះអង្គសម្ដែងអត្តាហេអត្តណោនេថោគឺព្រះអង្គសម្ដែងបញ្ញត្តិទៅលើអីអត្តានញ្ញេបយ៉ាងជាញារខៃយនាំងសរកតាំងបើដឹងតែខ្លួនជាទីស្រឡាញ់ណាក៏បីរក្សាខ្លួនហ្នឹងឲ្យបានល្អហ្នឹងគឺរក្សាដោយកុសលធម៌ហ្នឹងឯងចារក្សាចិត្តហ្នឹងណដ្ឋេអត្តសមង្ពេមង្សស្រឡាញ់អីស្មើនឹងស្រឡាញ់ខ្លួនមិនមែនគឺបញ្ញត្តិមិនមែនអ្នកដតីអេកញ្ចៈជាយមត្តាណੰសវេសង្គាមយុត្តមកហ្នឹងព្រះអង្គសម្ដែងជាពរព្រះនាងកដុលកេសាហ្នឹងយោសាសង្សាសេនៈសង្គាមេមេនុសេជីនេឈ្នះមនុស្ស1000នាក់1000ដងក្នុងសមរភូមិក៏មិនប្រសើរឈ្នះខ្លួនឯងតែម្នាក់នេះអេកញ្ចៈជាយមត្តាណੰឈ្នះខ្លួនឯងតែម្នាក់បល័យហ្នឹងប្រែអញ្ចឹងគ្រប់គ្រាន់សេចក្តីអេកញ្ចៈជាយមត្តាណੰឈ្នះខ្លួនឯងតែម្នាក់សវេសង្គាមយុត្តមកអញ្ចឹងខ្លួនឯងហ្នឹងគឺអីគឺកិលេសគឺបាបហ្នឹងឲ្យយើងដឹងថាក្នុងពុទ្ធសាសនាប្រើពាក្យខ្លួនហ្នឹងគឺបញ្ញត្តិទៅលើអីហ្នឹងហើយអញ្ចឹងនៅក្នុងរឿងឯថាសត្វលោកប្រព្រឹត្តទៅតាមកម្មហើយសត្វលោកហ្នឹងគឺផលវិបាករបស់កម្មអូណូលោកោអតិតតោតណ្ហាទាសោសត្វលោកខ្វះកន្លះជានិច្ចមិនចេះឆ្អែតជាទាសៈនៃតណ្ហាសត្វលោកហ្នឹងគឺអីគឺអភិសង្ខារគឺកម្មដែលអាស្រ័យតណ្ហាជាបច្ច័យឈ្មោះតែសត្វលោកអ្នកបំរើតណ្ហាតែមានអត្តាឯណាកម្មកើតមានព្រោះតណ្ហាជាបច្ច័យហ្នឹងហើយនឹងបដិច្ចសមុបាទធัวរឿងព្រះអង្គសម្ដែងអត្តានឹងដោយច្រើនគឺបញ្ជាក់ថាមិនមែនអ្នកដតីគឺខ្លួនយើងនឹងត្រូវជាទីពឹងនៃខ្លួនឯងពឹងបុណ្យកុសលយើងធ្វើកឋិនទានហ្នឹងយើងប្រាថ្នាដែលយើងវានៅមានសេចក្តីត្រូវការប្រាថ្នាហ្នឹងណាប្រាថ្នាវិវត្តៈដល់មានសតិប្បដ្ឋានវិវត្តៈហ្នឹងគឺអត់មានអត្តាទូខ្លួនយើងអីជាអ្នកបានអីទេ
ព្រោះវាអត់មានអត្តាទូខ្លួនហ្នឹងបានហើយមិនបងយើងប្រាថ្នាអញ្ចឹងវាតាមទិដ្ឋិតណ្ហាជាឧបនិស្សយបច្ច័យប៉ុន្តែយើងមិនមែនប្រាថ្នាមង្គលភាកផ្អើលទៅធ្វើអីណាខុសទៅពីទៅពះដែលជាវិសមៈហេតុទិដ្ឋិហេតុផ្សេងផលផ្សេងនេះគ្រាន់ទៅធ្វើវត្តជាប់វត្តចេតពុនថាព្រះភិក្ខុសង្ឃសបោបច្ច័យ4ហ្នឹងដោយសារដីហ្នឹងវាដីឲ្យលៀបឲ្យជ័យទៅយល់ខុសអញ្ចឹងតាមពិតពុទ្ធបរិស័ទជ្រះថ្លាបានជាព្រះអរិយបុគ្គលតបស្នងគុណតបស្នងសងគុណព្រះសាសនាសបោបច្ច័យ4ហ្នឹងប៉ុន្តែពួកនេះគ្រួនយល់មង្គលភ្ញាក់ផ្អើលអញ្ចឹងទេថាដីហ្នឹងឯងនាំឲ្យសបោលេបអញ្ចឹងមិនមែនថាធ្វើវត្តចេតពុនអស់ទេមិនក៏នៅក្បែរហ្នឹងណាយ៉ាងទៅប្រម៉ែប្រមូលប្រាក់បានមួយសែនយកទៅថ្វាយព្រះរាជាសុំធ្វើវត្តជាប់ហ្នឹងតែក្រោយមកដោះស្រាយទៅបានទៅជារាជការាមទៅទីគង់នៅនៃព្រះភិក្ខុនីទៅហ្នឹងយើងមិនមែនថាប្រកាន់ខ្លួនយើងហើយទៅធ្វើអីឲ្យខុសហេតុផលទេត្រូវបរិបត្តិក្នុងសិលសមាធិបញ្ញាធ្វើកឋិនធ្វើបុណ្យអីក៏ប្រាថ្នាវិវត្តដាក់ទៅជាសមាបដិបទាទានសិលភាវនាសិលសមាធិបញ្ញាដល់ទៅពេលសតិប្បដ្ឋានកើតឡើងផ្លូវទៅព្រះនិព្វានហ្នឹងគឺវាអត់មានសេចក្តីសម្គាល់ថាមានខ្លួនយើងឥឡូវនេះហើយស្រេចបើអត់មានយើងហើយទៀមទាអីឲ្យយើងបានអីគ្រាន់តែដឹងថាការដែលលឺហើយនឹកគិតដឹងរឿងហ្នឹងសតិរលឹកបានទៅជានាមធម៌មានណាជាទីតាំងនៃសតិរលឹកតែដល់ទៅសតិរលឹកទៅវាលះទិដ្ឋិហើយទិដ្ឋិវាអត់មកចាប់ទេលឺវាអត់មានតួទិដ្ឋិអីលឺប៉ុន្តែទិដ្ឋិវាចាប់យកទៅបានវាប្រកាន់ថាយើងលឺហ្នឹងឯងលឺវាអត់មានអត្តារហូតអត់ដែរសំបីតែទិដ្ឋិហ្នឹងក៏អត់មានជាអត្តាប៉ុន្តែវិសេសលក្ខណៈរបស់វាប្រកាន់អញ្ចឹងប្រកាន់ថាជាខ្លួនយើងអញ្ចឹងហើយវានាំឲ្យមានកម្មនាំឲ្យមានវិបាកដល់ទៅសតិរលឹកលឺនឹងរឿយទៅលឺឲ្យដឹងរឿងជានាមធัวអត់មែនជាខ្លួនយើងអញ្ចឹងឥឡូវហ្នឹងនៅក្នុងវត្តច្បក់មានជ័យហ្នឹងក៏អត់មានយើងដែរហ្នឹងឯងចឹងនឹងនិព្វានអ្នកសបាយាបដិបទាជាទីសបាយដើម្បីព្រះនិព្វានចឹងអញ្ចឹងសូមឲ្យពុទ្ធបរិស័ទយើងជ្រះថ្លានៅក្នុងតេបឋានវិបស្សនាមជ្ឈិមបដិបទាគឺថាមានបច្ច័យគឺបព្វជិតអភោកាសោមានឱកាសឆ្លាស់ធំទលំទលាយដើម្បីចម្រើននៅអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងហ្នឹងឯងឃើញគុណរបស់បព្វជិតនឹងក្រៃលែងយើងក៏ទំនុកបំរុងបច្ច័យ4មានកឋិនជ័យបរអីហ្នឹងដើម្បីដាក់ហ៊ុនជាមួយនឹងលោកម្ចាស់បានបុណ្យកុសលយើងត្រូវការបុណ្យកុសលដូចយើងត្រូវការប្រាក់ធ្វើផ្ទះអញ្ចឹងណាហ្នឹងសោតាបត្តមៈដូចផ្ទះអញ្ចឹងណាយើងត្រូវសំទានសិលភាវនាហ្នឹងណាដើម្បីបានសម្រេចសោតាបត្តមៈហ្នឹងហើយដល់យើងមានផ្ទះនៅទៅវាអត់មានសេចក្តីទុកដែលយើងនៅកណ្ដាលវាលទេបានផ្ទះហ្នឹងត្រូវសំបុណ្យហ្នឹងគឺដើម្បីលោកុត្តរធម៌ទាំងបានសម្រេចមគ្គផលព្រះនិព្វានកំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនាសូមអនុញ្ញាត4-5នាទីប៉ុណ្ណឹងទេទាំងគ្រូជាម្ចាស់បានប្រកាសនៅក្នុងអចេលកសបៈវិរោះកੰនុខោផន្តេភោកោតមៈសយ៉ាងកតាំងទុក្ខំបបិទ្ធព្រះគោដំដ៏ចម្រើនសេចក្តីទុក្ខធ្វើដោយខ្លួនឯងឬសយ៉ាងកតាំងទុក្ខំណាបរាងកតាំងទុក្ខំតើសេចក្តីទុក្ខអ្នកដតីធ្វើឬហើយសេចក្តីទុក្ខនោះអ្នកដតីខ្លួនឯងធ្វើខ្លះអ្នកដតីធ្វើខ្លះឬណាសេចក្តីទុក្ខយ៉ាងម៉េចហ្នឹងបន្តទៅណានឹងគឺព្រះអង្គសម្ដែងថាមនាលកសបៈមេហេវាំងកសបាតិភគវេអវោចៈរដ្ឋមេភិទ្រង់ប្រកាសសម្ដែងថាមនាលកសបៈអ្នកកំពោលដូច្នោះនៅក្នុងបៃដកលេខ31ទំព័រ39 40អីហ្នឹងមើលទៅតាមនឹងណាហើយកំពោលដូច្នោះបានតែកុំឲ្យនិយាយកុំឲ្យពោលអញ្ចឹងក៏អញ្ចឹងព្រះអង្គទឹកដីទុកនឹងអ្នកដតីធ្វើដែលគេមកវាយយើងណាដើរគេតាមម្ដាយមកឈឺណាឈឺ
អ្នកឯងធ្វើខ្ញុំបងណៃថាកុំពោលចឹងពោលមកត្រូវម្ដាយណាឡើងខៀវភ្នែកហ្នឹងណាឬក៏ធ្វើដោយខ្លួនឯងដើរទៅបុកទៅសទៅងើបប៉ះរត់ផ្ទះអីទៅណាធ្វើដោយខ្លួនឯងប្រកាន់ខ្លួននឹងមកប្រកាន់ណាវាធ្លាប់តែខ្លួនទៅណាទៅដឹងអ្នកដតីមានណាដើរទៅគេវាយម្ដាយមកមានតែខំរបស់ខ្ញុំអត់និយាយឈ្នះគេទេតែវាយគេម្ដាយណាកាន់តែឯងខ្ញុំវាយម្ដាយកាន់តែឯងទៅអានឹងទៅបោកប៉ូលីសហើយណានឹងក្នុងដំណើរហ្នឹងអញ្ចឹងបានព្រះអង្គប្រកាសពីសច្ចធម៌ហើយធ្វើដោយខ្លួនឯងក៏កំពូលអ្នកដតីធ្វើឲ្យកំពូលខ្លួនឯងខ្លះអ្នកដតីខ្លះក៏កំពូលអញ្ចឹងសេចក្តីទុកហ្នឹងណាកើតឯងអត់មានទេក៏កំពូលអញ្ចឹងអត់ទេតែអញ្ចឹងសេចក្តីទុកហ្នឹងវាអត់មានទេឬបងតែថាមានសេចក្តីទុកបើទុកសេចក្តីទុកនឹងមានអញ្ចឹងព្រះអង្គអត់ស្គាល់សេចក្តីទុកទេអញ្ចឹងចូលសួរស្អីកំពូលរហូតណាអញ្ចឹងទៅបានព្រះអង្គសម្ដែងថាតថាគតដឹងជានាមិខ្វាហាំងណាកសបៈទុក្ខំបាសាមិខ្វាហាំងកសបៈទុក្ខន្តិមានកសបៈតថាគតដឹងនៅសេចក្តីទុក្ខតាមសេចក្តីពិតតថាគតឃើញនៅសេចក្តីទុក្ខតាមសេចក្តីពិតអញ្ចឹងបានក្រាបថ្វាយបង្គំព្រះអង្គសូមព្រះអង្គមេត្តាអនុគ្រោះទ្រង់ប្រទានតើព្រះអង្គទ្រង់ឃើញទ្រង់ជ្រាបទ្រង់ដឹងនៅសេចក្តីទុក្ខដោយម្ដេចបានព្រះអង្គប្រកាសអវិជ្ជាបច្ចយាសង្ខារាបច្ចយាវិញ្ញាណហ្នឹងឯងសង្ខារនឹងកើតអំពីអវិជ្ជាជាបច្ច័យវាមានសត្វបកុលណាទេប៉ុន្តែវាដំណោមួយខណ្ឌដល់យើងសិក្សាទៅចិត្តវាស្ងប់រងាប់វាមិនបានប្រកែប្រកាន់ថាយ៉ាងម៉េចយ៉ាងម៉ាទេអ្នកណាស្រឡាញ់អ្នកណាស្អប់ជាប់ត្រឹមហ្នឹងអ្នកណាដឹងអ្នកណាមិនដឹងប្រឹងតែល្អអ្នកណាយ៉ាងម៉េចយ៉ាងណាធម្មតាធัวនេះជូនលោកជំទាវជូនស្រីតែប្រកាសចូលចិត្តដាមាហូមនឹងយូរហើយណាតែលោកគ្រូទៅប្រហោះយកមិនដែរណាកោទីកោចោសតបឋានបានអស់ខ្វល់អ្នកណាយ៉ាងម៉េចអ្នកណានឹងធ្វើយ៉ាងម៉េចមិនមែនអ្នកណានឹងធ្វើអីក៏ធ្វើទៅធម្មតាធัวចឹងអាម៉េចយ៉ាងណាធម្មជាតិវាប្រែប្រួលយ៉ាងម៉េចក្រៅតិចយ៉ាងម៉េចវាជាធម្មតាធัวតែប្រឹងហ្នឹងដោយគ្រូសំដែងនៅវត្តព្រៃកោព្រឹកមិញហ្នឹងគឺថាមួយឆ្នាំហ្នឹងគឺចាក់100ឆ្នាំមិនមែនមួយឆ្នាំទេណាហើយចាក់មួយថ្ងៃ300អំពេងបើសេចក្តីប្រព្រឹត្តបែបហ្នឹងរួចចាក់ទុកឲ្យគេចាក់ទៅប៉ុន្តែបើអត់រួចចាក់ទុកទេអញ្ចឹងវត្តអសង្សារវែងឆ្ងាយនេះគឺថាដោយសារមិនបានអប់រំនៅអរិយមគ្គឯងអនាគតសេវហេអរិយមគ្គភេវនីយអសតិណាទុក្ខបច្ចនីរហសទុក្ខខន្ធាសៈអរិយមគ្គភេវនីយនិរោធោអនាគតនឹងគឺថាខណ្ឌក្នុងអនាគតគួរនឹងកើតឡើងព្រោះមិនបានអប់រំនៅអរិយមគ្គដល់បានអប់រំនៅអរិយមគ្គកំណួរខណ្ឌក្នុងអនាគតរលត់ដោយការមិនកើតឡើងដោយបានមគ្គនឹងឯងទៀតចឹងសូមអនុមោទនាញាតិញោមបូជាពធវត្តនេះក៏ច្រើនដែរមិនមកដណ្ដប់លៀននឹងក្រាស់ណាមិនត្រែដែរទេបាសកសុនដារិនបាសកាទូចន្ទឌីនិងកូនបូជាពធទេសនា50មិនដូច100ណា100បាសកជាមអេស្រួលបាសកាវ៉ាសូគីន$5បាសកជាសមាជគ្រួសារ40000រៀលបាសកាប្រាក់សុភី350000រៀលក្រុមគាត់ទៅណាហើយបាសកាច័ន្ទបាសកច័ន្ទហៀងបាសកាជាហាងហួរនិងបត់បូជាពធ2000000រៀលអ្នកគ្រូអភិធម្មណាទាំងពីរអ្នកគ្រូទាំងពីរអ្នកគ្រូត្រពាំងគួងនឹងបូជាពធ320,000រៀលពុទ្ធបរិស័ទក្រុមវេនបាសការរស់ជាតិនិងញាតិមិត្តបូជាពធ20,000រៀលហើយនឹងអមត្រៃនឹង20,000រៀលសរុប40,000រៀលអំប្រោះណាប្រុសសរុបទៀតណាបាសការសាទនាគ្រីបឹងបាសការបឹងសខំ20000រៀលប្រោមស្រី20000រៀលបាសការតង់ឈិនភរិយា10000រៀលបាសការផានីពីណាត់10000រៀលបាសការលៀងម៉ាលីណា10000រៀលបាសការវ៉ាន់មនីព្រនកូនចៅបាសការខុតបលៃកូនចៅបាសការទូសេនហូនស្វាមីកូនចៅបាសការមីដារ៉េនកូនចៅបាសការពុំសានីហើយណាវត្តភរិយានិងកូនចៅបាសការពូនយេតមកវត្តទាំងអស់គ្នា70000រៀលបាសការអ៊ុយសានីព្រមទាំងស្វាមី10000រៀលបាសការជាសខំក្រុមញាត30000រៀលបាសការទឹកយំបាសការបាសក់ម៉ៅមាត់បាសការទូនយ៉ានបាសការអុកគឹមកងកញ្ញាបូជាធัวណា30000រៀលគ្រប់ជូនបូជាធัวបាសការខៃហួរនិងកូនចៅបាសការខៃហ៊ុនណា20000រៀលបាសការតាំងពោជើងហាត់បងទួនក្រុមកុសាកូនចៅចៅទួត40000រៀលប្រមស្រីបូជាធัว10000រៀលបាសការម៉ៃ10000រៀលបាសការវណ្ណារាណាសវណ្ណារាននមេលេនអ្នកបដាយកូនចៅ20000រៀលបាសការអូងាន់ព្រមទាំងកូនចៅចៅទួតណាបូជាធัว50000រៀលបាសិកាតែងេតែស៊ូងេងព្រមទាំងកូនចៅ50000រៀល
bà ska ai sập phật này ai ra bà ska ai sập phật bộ chiều thua mà mơn riel bà tòng chân bộ chiều bát thua mà mơn riel tòng chân bộ chiều bát thua đập pram cả thân mùi cả thân mà mơn riel đập pram mơn tòng chân đập pram mơn mà tham tiền nè còn phép mà xí mà mơn riel bà so chia sẻ chân than con mà mơn riel bà ska paul sâm hai nhát con trai pram mơn riel bà ska con chân đa con trai pi mơn riel bồn sờ văn mà mơn riel mà bi mà mơn riel bà ska con sonima này mà đai xóa mây con sấy bích bay mơn riel bà ska xin sranai xóa mây con trai mơn riel nhom sấy quay mình chia mà mơn riel bà ska riel chân đa con mà mơn riel bà ska sọc chân đa con mà mơn riel bà ska chan và phana rồi con trai chốt bọn có thêm đập mơn riel bà ska con hoàn tha pi mơn riel rồi bị cha khay pol mà mơn riel bà ska nơ máu pi mơn riel bà bột bò sát là bộ chia bát thua nơi hoạt cho bọn miền chơi này chấm luôn pram buôn mơn pram pi pon pram rồi riel bột bò sát krong một bà ska thieri 50 mơn riel bà sọ cu lăng phanh bà ska chu theo là con trai bà nè mặt thọรัตนติยศักดิ์ส่งนมัสการมายุคุมคณะคุณจ่าหองครูวิชาการวัดจำบอกเมียนเจยก็ส่องทุกองมนเกี่ยคณะส่องคณะโปรกะทุกองทั้งอ้อจะมวยเลยได้หลงจากเรียกญาติจดเตานำกิจการธรรมเตียนลูกครูจานะกรรมกาบาสะบาลิกาญาทั่วได้กรุบดับคณะโดยอาเตียลูกครูนะนำกรรมวิธีบอนกับท่านเตียนประจำชนำพุทธกราชีปอน568ไง8កើតហើយក៏ដឹកបន្ទាប់ពីព្រៃកោសង្កសាលវ័នមកហើយថ្ងៃវ័នបីលវ័នព្រៃឫស្សីហើយនឹងទៅអំពើមាសបាសិកាភួនយីគាត់ច្រើនតែទំនុកបំរុងទៅខាងមណ្ឌលគិរីក៏មានទៅខាងអូស្មាច់នោះក៏មានចេញពីព្រៃសីទៅក្នុងរវាងម៉ោង4កន្លះទៅលើខ្វះអីតិចតួចតាមនឹងប៉ុណ្ណាហើយថ្ងៃស្អែកបានចេញទៅព្រៃវែងវត្តសង្ឃសម័យហើយនឹងថ្ងៃចេញទៅវត្តមួយទៀតចិត្តវត្តតមូងនៅខាងមេមត់ក៏ណាហើយបានថ្ងៃ10កើតរីរំបញ្ញាប់មកវត្តមនីសាគរហើយលោកចាស់អង្គសេរីពោធិព្រឹកហ្នឹងលោកថាឲ្យទៅជួយវេមិនបានសម្ដែងអីច្រើនក៏រៀបរាប់អីតិចទៅហើយបានត្រឡប់មកអំពើមាសនឹងតាមរយៈលោកម្ចាស់ព្រះកញ្ញាចុតតោណាហ្នឹងហើយពោធិព្រឹកនឹងអំពើមាសក្នុងវេលាព្រឹកនេះក៏មានម៉ោងពេលអីស្រួលបួលហ្នឹងហើយផ្លូវចូលមកតាមវត្តដំណាក់7ក៏បានតាមផ្លូវចាស់ចាក់កស៊ូគ្រាន់តែចូលក្រោមផ្លូវលបឿនលឿនហ្នឹងវៀងបន្តិចគេធ្វើស្ពានធ្វើអីហ្នឹងប៉ុណ្ណាហើយឲ្យលោកគ្រូជួយវេកឋិនប៉ុណ្ណាក្នុងជីវិតយើងក៏បីបាននៅកម្មសកតញ្ញាណក៏ហ្នឹង
បញ្ញាដឹងថាបុណ្យកុសលហ្នឹងជាប្រយោជន៍បុណ្យកុសលនឹងឯងដែលកំចាត់បងនៅអនត្តៈដែលមិនជាប្រយោជន៍អានឹងខ្លឹមសារនៃពុទ្ធសាសនាប៉ុន្តែពុទ្ធសាសនាព្រះអង្គទ្រង់ប្រកាសសម្ដែងអភិញ្ញាយ៉ាងណាធម៌ដែលព្រះអង្គសម្ដែងឲ្យដឹងអភិញ្ញាយ៉ាងណាមិនមែនសម្ដែងមិនឲ្យដឹងទេដឹងហ្នឹងដឹងអីដឹងខណ្ឌធាតុអាយតនៈហ្នឹងឯងរហូតដល់ទៅដឹងទៅតែប្រធានសមបធានហើយទី2សនិទាននាងធัวព្រះអង្គសម្ដែងមានហេតុមានផលព្រះអត្ថកថាលោកថាមានបច្ច័យហ្នឹងធัวក្នុងពុទ្ធសាសនាដែលជាអាការៈគ្រឿងសម្គាល់ថាជាព្រះពុទ្ធសាសនាខុសពីលទ្ធិសាសនាដទៃហើយទី3សัพបរិហារិយ៉ាងព្រះអង្គសម្ដែងពធហ្នឹងណាធ្វើឲ្យអ្នកស្ដាប់ហ្នឹងចម្រើនទៅដោយគុណចម្រើនដោយសតិបញ្ញាហើយបានសម្រេចមគ្គផលជាការអស្ចារ្យសัพបរិហារិយ៉ាងណាបានទីពឹងខ្លួនឯងហ្នឹងដោយអរិយមគ្គលោកតរៈធัวហ្នឹងសម្រេចមគ្គផលខ្លួនឯងអត់មានទេវតាប្រអិនប្រព្រំណាមកជួយឲ្យរួចផុតចាកទុក្ខទេមាន3ហ្នឹងហើយ1អភិញ្ញាយ៉ាងណាចាំហ៎ព្រះអង្គសម្ដែងឲ្យដឹងមិនមែនដើម្បីមិនឲ្យដឹងទេហ្នឹងហើយហើយទី2សនិទាននាងព្រះអង្គសម្ដែងធัวហ្នឹងគឺថាមាននិទានណាមាននិទានមានហេតុមានបច្ច័យសัพបរិហារិយ៉ាងអស្ចារ្យធัวជាទីពឹងហ្នឹងគឺនៅក្នុងមួយអង្គម្នាក់ហ្នឹងតែម្ដងអត់មានព្រះអាទិទេពដោយអិសរៈនិមានវិទ្យគឺសាសនាពឹងព្រះអាទិទេពសូមឲ្យព្រះអាទិទេពជួយកិច្ចការងាររត់ទទួលទានដោយខ្លួនឯងហ្នឹងហើយប៉ុន្តែដល់តេតួងនឹងរឿងដំណើរជីវិតទៅគឺត្រូវតែអំបកបន់ស្រន់បួងសួងពលីកម្មបូជាយញ្ញហ្នឹងហើយអគិហុតៈមុខាយញ្ញាទៅណាក្នុងបណ្ដាយញ្ញទាំងឡាយហ្នឹងគឺមានការបូជាភ្លើងជាប្រមុខហ្នឹងហើយប៉ុន្តែពុទ្ធបរិស័ទយើងមានប្រសង់ជាប្រមុខនៃអ្នកដែលប្រាថ្នាបុណ្យហ្នឹងហើយបញ្ញមាកង្ខមាណាណੰសវេសង្ឃោតេមុខន្តិយៈជាក្នុងការដែលបូជាហ្នឹងមានព្រះសង្ឃជាប្រមុខហ្នឹងហើយជាបឋមប្រធានហើយព្រះសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រមុខទៅទៀតហ្នឹងហើយហើយអាហ្នឹងនិយាយពីការបូជាមានព្រះសង្ឃជាប្រមុខហើយដល់យើងបានសម្រេចបុណ្យកុសលអំពីព្រះសង្ឃសម្ដែងពធទេសនាថែរក្សាពុទ្ធសាសនាថែរក្សាបត្រៃបីដកហូហែរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងអត្តទីបាគឺត្រូវយើងពឹងលោកយៈលោកកតរោធម្មោណាលោកយៈលោកកតរោធម្មោហ្នឹងអង្គធัวរបស់អត្តទីបាហ្នឹងព្រះអត្ថកថាតែងតែបញ្យលអត្តទីបាហ្នឹងប៉ុន្តែលោកយៈលោកកតរោធម្មោហ្នឹងគឺសតិប្បដ្ឋានលោកយៈនេះជាបុព្វភាសតិហ្នឹងនៅក្នុងទុក្ខសច្ចព្រោះជាលោកយៈដែលសមាសតិអង្គមគ្គជាលោកកតរៈហ្នឹងគឺជាអរិយមគ្គនៅជាលោកយៈហ្នឹងជាបុព្វភាឲ្យសម្រេចអរិយមគ្គ
នឹងធัวជាទីពឹងអត់មែនថាទៅងូតទឹកបណ្ដែតបាបអីឲ្យអស់អត់ទេអត់មែនជាហេតុផលទេព្រោះទឹកហ្នឹងវាអត់ចេះនាំយកបាបពីចិត្តសន្តានទៅទេព្រោះធម្មជាតិចិត្តសន្សំសន្តានសូម្បីតែព្រះឧបល័យចៅម៉ើងឆ្មាំងឆ្មៃដាក់ព្រះវិជ័យកពុទ្ធរួចហើយចិត្តហ្នឹងបានសន្សំហើយនៅក្រោយមកក្តៅក្រហល់កាហាយរូបកាយហ្នឹងពីជាតិមុនជាបរិយាជាបុត្រធំមានអំណាចចេះនិយាយថាតោះចិត្តចំព្រះវិជ័យកពុទ្ធអញ្ចឹងក៏មកសូមកម្មាទោសព្រះវិជ័យកពុទ្ធទៅវាអត់បន្តកម្មពីវរាអីទៅទៀតប៉ុន្តែបាបកម្មរួចហើយឲ្យកើតនៅក្នុងត្រកូលថោកទៀតព្រះឧបល័យតែមានអីទេគ្រាន់តែថាជាវណ្ណៈវាមិនមែនជាខត្តយតកូលដូចជាសក្យវង្សព្រះអានន្ទព្រះអនុរុទ្ធព្រះផតយៈអីចឹងណាព្រះភគុព្រះកម្ពិលៈអីដែលបានយាងទៅបួសព្រះឧបល័យក៏ទៅដែរតែជាខ្មាន់ប្រកេះទេកើតនៅក្នុងតកូលថោកទាបអានឹងពាក្យរបស់លោកក្នុងអបទានហ្នឹងលោកថានាំឲ្យកើតក្នុងតកូលថោកទាបទាបថោកទាបហ្នឹងដោយសារការដែលមើងងាយព្រះវិជ័យកពុទ្ធហ្នឹងឯងអាហ្នឹងវាបាបតែមិនមែនបាបឲ្យបដិសន្ធិទេបាបហ្នឹងវាទៅបៀតបៀនកុសលធ្វើឲ្យកុសលហ្នឹងជាញាណសម្បយុទ្ធប្រកបដោយបញ្ញាឲ្យបដិសន្ធិតិហេតុកៈប៉ុន្តែវាអត់មានពូជតកូលពងខ្ពស់ហ្នឹងឯងបនដែលឲ្យបដិសន្ធិហ្នឹងណាប្រកបដោយបញ្ញាព្រះឧបល័យជាដើមហ្នឹងប៉ុន្តែវាខ្វះពូជដែលឲ្យកើតក្នុងតកូលពងខ្ពស់ដោយសារបាបហ្នឹងវាបៀតបៀនកុសលហ្នឹងជាឧបបិលកកម្មហ្នឹងឯងដូចជាព្រះនាងបណ្ណាធិរីដែលធ្លាប់ជាស្ត្រីបំរើដាច់ថ្លៃក្នុងផ្ទះលោកសិទ្ធិអនាថបណ្ឌិតប៉ុន្តែបដិសន្ធិដោយបញ្ញាគ្រាន់តែថាបាបដែលធ្លាប់បានមើលងាយភិក្ខុនីអង្គដតីដែលមានសិលលោកអត់ចេះច្រើនបរិយ័តអីមែនប៉ុន្តែលោកមានសិលលោកជាព្រះអរិយបុគ្គលលោកជាព្រះអរហន្តហ្នឹងហើយនឹងការមើលងាយនឹងធ្លាក់នរកមិនធម្មតាទេគ្រាន់ថារួចពីនរកមកវាខ្វះពូជដែលឲ្យកើតក្នុងតកូលពងខ្ពស់ហ្នឹងឡប់បួសក្នុងសាសនាព្រះសម្មាសម្ពុទ្ធ6អង្គមុនវិបស្សីព្រះសិក្ខីព្រះវេស្សភូបកកសន្ធោបកោណាគមនោបកសបោបួសត្រួតត្រងបត្រៃបីដកប៉ុន្តែសតមតោសវឹងហ្នឹងចំណេះដឹងហ្នឹងមើងងាយមើលថោកព្រះភិក្ខុនីដតីចេះចោះអាហ្នឹងធัวជាលោកីកាមមិនខ្ចីខ្លាចតែមានឱកាសអាចវាករណីហិនហោចកិលេសហ្នឹងអន្តែព្រះឧបល័យក៏បានបួសដោយមហាបតីអនុគ្រោះតេតួងនឹងឧបនិស្ស័យមានមក
ហើយក៏បានសូមព្រះអង្គទៅប្រព្រឹត្តធម៌ក្នុងព្រៃព្រះអង្គទ្រង់ត្រាស់ថាបើនៅជាមួយតថាគតបានទាំងគន្ធធុរៈបានទាំងវិបស្សនាធុរៈមិនមែនចាំបាច់តល់ទៅនៅក្នុងព្រៃទេអន្តែល្អហើយដោយវិបស្សនាធុរៈណាកាយវិវេកមិនជាបោកច្បល់ដោយពួកគណៈអីចឹងទៅប្រះចាករាគៈក្នុងការឃើញការលឺក្នុងការបរិភោគរួមគ្នាក្នុងការនិយាយស្ដីអីហ្នឹងសម្ផស្សលើកាយអីហ្នឹងប្រសិជ្ជាសង្សកៈ5មុខហ្នឹងប្រកបដោយរាគៈសង្សកៈហ្នឹងក៏នាំឲ្យបាននៅនៃខមៈសពបវិវេកសពឧបសមៈសពនិងសម្ពោធិសពរេសពរបស់បព្វជិតមាន4ហ្នឹងក៏រៀបវាអដ្ឋិសពភោគសពអនិណសពអនិវច្ចសពហើយបើសបាយ7យ៉ាង1សបាយនឹងអាវាស2សបាយមន្ទីកោចរសបាយហ្នឹងគឺកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅ3សបាយនឹងបុគ្គល4សបាយនឹងសបាយកថា5សបាយនឹងអាហារបរិភោគអាហារជាទីសបាយមិនមែនរីករាយដោយលោភៈទេកុសលធម៌ចម្រើនឡើងចឹងខ្វះខាតអាហារក៏មិនជាទីសបាយអត់បានសម្រេចមគ្គផលទៀតក្នុងចិត្តវៈរឿងរ៉ាវមេត្តកៈមេត្តាអីហ្នឹងទី6សបាយនឹងឧតោដៅតិចអីល្មមចឹងទៅទី7សបាយនឹងអរិយាបថកុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅចម្រើនសមថៈទៅអប់រំវិបស្សនាមានសមថៈជាបាតនឹងចឹងទៅសបាយ7ក្តីសព4របស់ក្រហោះរាវៈអត្តសពមានទ្រព្យភោគសពបរិភោគប្រើប្រាស់ចិនជីវិតឲ្យជាអ្នកមានសិលចឹងទៅទី3អនិណសពមិនជាពាក់បំណុលគេទី4អនិវច្ចសពក្នុងការងារប្រសិជ្ជៈទោសពរបស់អ្នកបួសមាន4នៃខមៈសពយើងស្ដាប់បានហើយនៃខមៈបវិវេកៈស្ងប់ស្ងាត់ហ្នឹងណាបវិវេកសពឧបសមៈសពស្ងប់សម្ពោធិសពបានបដិវេទញ្ញាណត្រាស់ដឹងសច្ចធម៌ហ្នឹងក្នុងការអប់រំនៅព្រមចរិយធម៌ចម្រើនអរិយមគ្គប្រព្រឹត្តទៅតាមឧបនិស្ស័យអធិស្រ័យអប់រំហេតុដែលនាំឲ្យបានមជ្ឈមបដិបទាលោកចាស់បួសត្រួតត្រងពភ្នោះហ្នឹងគឺប្រឹងប្រែងអប់រំហេតុបច្ច័យសនិទានណាំងណាហ្នឹងឯងដើម្បីឲ្យមានស្មារតីដឹងរូបធម៌នាមធម៌ហ្នឹងឯងចានៅជាកុហកក៏ដឹងរូបធម៌នាមធម៌សម្រាប់មគ្គផលព្រះនិព្វានអត់មានខុសអីគ្នាទេប៉ុន្តែកុហកបើស្ដាប់ធัวដោយសង្ខេបឬពឹសស្ដាបានសម្រេចទៅអានឹងបានទៅឧបនិស្ស័យគ្រប់គ្រាន់មកប៉ុន្តែបើនៅអប់រំអិនត្រីអានឹងគឺមិនដូចជាបព្វជិតទេបព្វជិតត្រូវអាស្រ័យគុណដ៏ខ្ពង់ខ្ពស់ជាងដើម្បីអប់រំអិនត្រីឲ្យចាស់ខ្លានឹងក្នុងភាពជានិយៈបុគ្គលអង្គខ្លះក៏បតិបរមៈបុគ្គលទៅទៀតហ្នឹងចាំបាច់និយាយអីរឿងកុហកហ្នឹងអាហ្នឹងយើងត្រូវដឹងថាបើដឹងតែសតិប្បដ្ឋានកំណត់នាមរូបដែរចាំបាច់បួសធ្វើអីឲ្យលំបាកនៅក្នុងពភ្នោះនៅជាកុហកមានប្តីប្រពន្ធអីចឹងទៅកូនចៅសបាយតាមគរាវាមិនចេះតែសបាយអីណាជារឿងចង្អៀតចង្អល់សម្ពាធោចង្អៀតចឹងដល់ហើយវាបាត់បង់ស្មារតីទៅតាមរឿងរវល់ហ្នឹងតែបព្វជិតគឺដើម្បី
មានស្មារតីនឹងឯងហើយលោកឃើញតម្លៃនៃការមានស្មារតីហ្នឹងណាមួយគណៈដែលរលឹកដឹងរូបធម៌មិនមែនខ្លួននេះនាមធម៌ដែលកំពុងលឺឲ្យដឹងរឿងមិនមែនយើងនេះមានតម្លៃណាដើរទៅព្រះនិព្វានណាមានស្អីថ្លៃជាងដំណើរផ្លូវទៅព្រះនិព្វានទៀតទៅព្រះនិព្វានមិនមែនជាតិមុខទេណាព្រះនិព្វានមិនមែនកន្លែងណាទេមិនមែនបានវត្ថុអីទេគឺការអស់សេចក្តីប្រកាន់នឹងដោយសោតាបត្តមៈសកតេកេមិមៈជាដើមអញ្ចឹងការដែលរលឹកដឹងហ្នឹងគឺដំណើរទៅព្រះនិព្វានណាអស់សេចក្តីប្រកាន់ថាយើងនៅក្នុងโลกនេះនៅបញ្ញខណ្ឌនៅទៅយើងមិនយកខណ្ឌទៅនិព្វានទេណាមិនយករូបវេទនាសញ្ញាសង្ខារវិញ្ញាណទៅនិព្វានមិនយកចិត្តចេតសិករូបទៅនិព្វានទេណានៅក្នុងโลกហ្នឹងរលត់ក្នុងโลกយ៉ាងកេញសមុទ្យធម្មំសពន្តាំងនិរោធធម្មន្តិធម្មជាតិណាមានការកើតជាធម្មតាធម្មជាតិនោះរលត់វិនិច្ឆ័យជាទុក្ខហើយក៏គ្មានខ្លួនយើងឯណាផ្សេងពីខណ្ឌទៀតទៅនិព្វានដែរអាហ្នឹងឯងផ្លូវទៅនិព្វាននោះគឺការដឹងអញ្ចឹងណាដឹងដោយញាណហ្នឹងណាហ្នឹងឯងផ្លូវទៅនិព្វានគឺការលះសេចក្តីប្រកាន់អត្តាវាអត់មានស្រេចទៅហើយប៉ុន្តែវាមានតែសេចក្តីប្រកាន់អញ្ចឹងត្រូវរលឹកដឹងលោកឃើញតម្លៃនៃការរលឹកដឹងអញ្ចឹងបានលោកអត់សឹងហ្នឹងណាយើងថាអីធ្វើឲ្យលំបាកអីសម្បើម្លេះហ្នឹងឯងមុនជាងក្រំទៅអីទៅចុះត្រាំទឹកទៀតកុំឲ្យងុយយើងថានឹងអត្តកិលមដ្ឋានុយោគមិនមែនទេអត្តកិលមដ្ឋានុយោគវាដោយទិដ្ឋិយល់តែធ្វើខ្លួនឲ្យទុកលំបាកអញ្ចឹងទៅវាអស់បាបអាហ្នឹងពពេកតវាទក្នុងបៃដកលេខ41មានអិសរៈនិមានវាទអហេតុកវាទហើយនឹងពពេកតវាទទៅធ្វើខ្លួនឲ្យទុកលំបាកនោះវាយល់ថាទៅធ្វើទៅឲ្យអស់បាបព្រោះបាបឲ្យកើតទុកអញ្ចឹងយើងទៅធ្វើឲ្យលំបាកណានៃទៅអស់បាបបាននិព្វានហើយអាហ្នឹងវាមិច្ឆាទិដ្ឋិដល់ទៅពិខុលោកយើងមើលទៅដូចជាលោកទៅធ្វើខ្លួនឲ្យលំបាកប៉ុន្តែមិនមែនទេដើម្បីមានពេលវេលាភ្លឺស្វាងគ្រប់សង្កត់និវរណធัวមានសតិរលឹករូបធัวនាមធัวហ្នឹងឯងមជ្ឈមបដិបទាផ្លូវកណ្ដាលហ្នឹងមានអង្គធัวណាអង្គធัวផ្លូវកណ្ដាលមិនមែនយើងមកសម្រេចទៅអើយកុំឲ្យតឹងពេកមុំបានហើយមិនមែនសម្រេចនៅលើយើងទេព្រះបញ្ចសីលសមាទានយត្ថិរៈក្នុងបៃដកលេខ72អបទានហ្នឹងលោកបញ្ជូន5ឆ្នាំអង្គុយលើផ្លូវម៉ែម្ដាយសមាទានសិល10ពធัวទៅលោកបំពេញអបទានបញ្ញសិលហ្នឹងមកលោកសម្រេចព្រះអរហន្តនៅផ្លូវម៉ែហ្នឹងមើលតើមិនកម្មសកលកានុយោគអត់ទេឲ្យទៅសម្រេចមគ្គផលគឺមជ្ឈមបដិបទាអង្គធัวយ៉ាងហ្មងឲ្យយើងយល់ថាផ្លូវកណ្ដាលមិនមែននៅលើយើងវែកញែកខ្លួនយើងខ្លួនអ្នកដទៃយើងតែងតែអូយកុំឲ្យតឹងពេកអាហ្នឹងយើងវាអត់យល់ថាផ្លូវកណ្ដាលហ្នឹងវាមានអង្គធัวគឺសតិរលឹករូបធัวនាមធัวសមាសតិសមាទិដ្ឋិចម្រើនឡើងលោកយៈលោកតរៈហ្នឹងផ្លូវកណ្ដាលអង្គធัวមានអង្គធัวអង្គធัวហ្នឹងគឺបានន័យថាតួមជ្ឈមបដិបទាហ្នឹងមានតួបរមត្តទៅមានសតិអង្គធัวសតិចេតសិកទៅបញ្ញាចម្រើនឡើងបញ្ញាចេតសិកណាហ្នឹងហើយអាហ្នឹងហើយហៅថាអង្គធัวហ្នឹងវិតកៈសមាសង្កបៈទៅហ្នឹងហើយនៅជាលោកយៈអត់មានវិរតិ3ប៉ុន្តែមានសតិមានសមាធិទៅវិរិយៈសតិសមាធិហ្នឹងអាហ្នឹងអង្គធัวចម្រើនអរិយមគ្គអង្គ5ហ្នឹងក្នុងវិបស្សនាហើយមិននៅលើយើងថាវេញែកបែងចែកទៅនេះទៅនោះទេហើយលោកចុះត្រាំទឹកយកស្មៅមកដាក់លើបសិស័កទីបំផុតលោកសម្រេចអនាគាមិផលមានតែធ្វើខ្លួនឲ្យទុកលំបាកឯណាយើលោកធ្វើអញ្ចឹងធ្វើអី
tha lục khơi tầm lay này ca để tơn lại nghe và nơi sáng về trong bộ vàng để miền chụp ra giật tệ ná vừa sáng về miền ca để lực đằng trong việc tha ta lục khơi ta về miền ca chụp ra giật tệ banya nhá dân chỉ vật đang nơi ruột banya ná lục mình sáng ai tệ mình sáng anh nâng ai rồi lực bàn này rùa và thua chỉ thiệt mình đắng nên mà thua đặt mà cần nặng nó miên tầm lay á đó là ngày thôi mấy ai để đăng luôn còn mai sang luôn đăng luôn hay còn mai ni và nặng rùa sừng cọt tiền bán thiệt miên sam mà thạ nâng á nâng ấy cách từng đó nó cứ bị say thầm rap ba bị chết đây côn là ba bị chết nó cứ hình chăng còn mai dương lơ vô tại sự tay bà than máu vay mà ba bị chết chỉ mùi cỏ hoa ắt ban đi có hoa nó vua chả na phơi ai bắt bong sệt tệ là ngày phần thế dân trời vua là vì mặt chấm mặt ở đây bát thia nó ăn thua nó cứ sệt tệ rồi lực đắng bao là mặt là thua đời ắt miên luôn dân tiêm tia trời ca mẹ Paul Prin để tiền đấy thế tái bờ về miền bờ nơi toàn ban liêm toàn ban tầm rách về miền thì đây bậc căn thì luôn dương dân này dân trong thợ bùa làm bay bậc thua dân thư sầm mát thi đầm bay tha ở chặt ngọt chấm ra hơn bị pasana nó đi chơi chặt tập bát để cao làng chẳng sẽ tệ rồi lực đằng bàn lời chặt tập bát nâng hỡi sẽ tập tha nó miền cổ so tiền sơ samatha nó chỉ Upanishad bát chay bật mấy tay tu sở tế rồi lực bán về ở miền luôn dương làm bây tha ở ban mẹ Paul ấy nhiều mẹ Paul mà thưa ấy vừa ở miền luôn dương mẹ ban phong nâng là ngày nó cứ khẩn nặng để miến sự tập than phần tới đó tới ca để dương miên chặt cả lang đầm bay ban mẹ Paul đầm bay đào cho căn prin này pin đầm bay ruột phật chạ tốt nâng coi chỉ ốp bạn đi sải nằm ấy dương còn cha cho căn vào nua bạn đi bắt sơ để ban lọ đầm bay chìm ra mà thi ban đi pasana nó mà ốp bạn đi sải chẳng thà sải tân là há ấy ban lẹ tân là hà nâng sải tịch thế ban lẹ tịch thế sải miền nè ban lẹ miền nè nâng và thna ôi ban tập rái bia ra hát nề ria sao sang sao vị ta sao và thằng nề ria sao ắt bật thna mỏng ắt bật thna nông tí ní cứ vì khâu ắt sel ắt lạnh sel ắt ban prang prang ôi sel là o phong ra bật thna arahat ấy từng ban tăng chất ôi sel borisot phong nâng nó ngay nề ria sao đó tới sang sao miền sel là o hơi tha nè ông đã tí có chỉ côn bao phục bút đây dân dân chỉ côn và ông đây tới tại ban từ tu mua rồi đọ bồ thị bạc cái gì thua nó vì miền từ đây và thana đầm bay ở khuôn anh ban này ban tay mến vua khó thà dân từ bon sron buông xuống từ sôm pi vây khang cái mến này tới tại sal mà thị bà nhà chấm non để chọn ban bây giờ là hạt nó chỉ ôm bạn đi say nấy sal mà thị bà nhà Upanishad bát chay đấy, đó là sơ ma thi banya chung rơn chỉ hai phạn đi tiền đang sầm rách bia ra hát tới từ lẹ tần hà nè ngày lẹ miền nè ngày sau ta bắt mẹ lẹ từ thẻ và ăn miền sầm qua thà miền luôn dương từ ban mẹ Paul ấy thế, tại nâng anh đây chỉ cả ban sầm rách mẹ Paul đập nào plei từ bia này tiền vấn đề để ban nó mình ở trong sự đây dùm coi miền luôn dương nè ban đôi dương ban tia ban đây ấy chứ nè drop sầm bắt mình đâu sầm bắt tê và đa nơi trong sự đây dùm coi miền luôn dương nè ban là nó chừng ít chừng all qual group grông huồng hay nhỉ nó về ban đây sầm bắt nông lốc đây chật thẹ chập và cầm tới tại đó từ ban sầm bắt bên này biết cứ ban ca hà sự đây và cầm nâng ở đây và cầm từ miền dương nó ngay về nơi so thế ru và thua chật thiệt mình đắng về từ nãy sau giờ ròm dân miền tây rùa bài ở chặt mít ở chọn ấy lạnh lô slap từ ở ban sập bài ấy về ở miền mà bậc căn thả ca sau giờ ròm nó chỉ dân tê chẳng sự đây sắp với miền được nông prem chạy dạ thua tiền sa phê về nãy sa mà thi banya
មិនហាមខាត់សេចក្តីសុខឯណាផ្លូវទៅព្រះនិព្វានទៅដោយសុខសោមនស្សព្រះពុទ្ធអង្គសម្ដែងនៅក្នុងមហាវីរវៈក៏មាននៅក្នុងពោធិរាជកមាសូត្ររាជវៈហ្នឹងក៏មានមហាវីរវៈកន្លែងដែលព្រះអង្គត្រាស់ថាបើមានវិធីបានឃើញអរិយសច្ចធម៌ដោយការចាក់ដោយលំពេងបើសិនបើណាមួយថ្ងៃគេចាក់300លំពេងរាល់ថ្ងៃអស់មួយឆ្នាំហើយគេចាក់ទៀតអស់100ឆ្នាំរួចទៅបានត្រាស់ដឹងអរិយសច្ចធម៌ហ្នឹងក្នុងបៃដកលេខ39ហ្នឹងហើយអ្នកទាំងឡាយទៅឲ្យគេចាក់ទៅបើមានរបៀបត្រាស់ដឹងសច្ចធម៌ដោយការចាក់ដោយលំពេងហ្នឹងប៉ុន្តែព្រះអង្គគ្រាន់តែបញ្ជាក់ថារបៀបត្រាស់ដឹងសច្ចធម៌ហ្នឹងវាអត់មានទៅតាមផ្លូវហ្នឹងទេតែព្រះអង្គលើកឡើងថាបើវាមានផ្លូវហ្នឹងរបៀបហ្នឹងគេចាក់មួយថ្ងៃ300លំពេងចាក់អស់100ឆ្នាំត្រាស់ដឹងសច្ចធម៌អញ្ចឹងអ្នកទាំងឡាយទៅឲ្យគេចាក់ទៅពីព្រោះអីពីព្រោះសេចក្តីទុកក្នុងវត្តដាក់នោះវាក្រៃលែងជាងហ្នឹងក្តីទុកក្នុងនរកក្នុងវត្តសង្សារណាប៉ុន្តែព្រះអង្គសម្ដែងពីផ្លូវទៅព្រះនិព្វានទៅដោយសុខសោមនស្សទេមិនមែនទៅដោយសេចក្តីទុក្ខទោមនស្សអញ្ចឹងទេហើយព្រះអង្គសម្ដែងហ្នឹងសម្ដែងធ្វើអីកុំឲ្យយើងរំអួយដែលយើងប្រព្រឹត្តក្នុងសិលសមាធិបញ្ញាដើម្បីឃើញអរិយសច្ចធម៌ហ្នឹងណាមានរឿងអីទៅចិត្តតិចតួចហ្នឹងរំអួយវាមិនបានមកលំពេងផងប៉ុន្តែយើងមិនក៏មិនមកសบายចិត្តនឹងមានសិលនេះមានបត្រៃណគុំជាបាតមានសិលមានសមាធិមានបញ្ញានេះយើងមកសบายដែរព្រោះនេះជាដំណើរផ្លូវទៅព្រះនិព្វានទៅឃើញអរិយសច្ចធម៌ហ្នឹងហើយវាមិនបានត្រូវមកលំពេងទេណាហ្នឹងហើយព្រះអង្គសម្ដែងហ្នឹងគឺដើម្បីរំលឹកយើងកុំឲ្យរំអួយមួយដូចយើងកូនតូចរំអួយដើរដួលទៅយំងាយឲ្យម៉ែទៅលើកអាយើងរំអួយមនុស្សធំមនុស្សចាស់ហ្នឹងងោងក់ទៅដីប្រពន្ធអីហ្នឹងមិននិយាយមិនស្ដីធ្វើមុខកមើអីចឹងទៅអាហ្នឹងរំអួយហើយចង់ឲ្យគេលួងលោមចង់ឲ្យគេយល់ចិត្តអីហ្នឹងណាអារំអួយហ្នឹងណាដល់តែយើងមកគិតថាណែយើងបានបត្រៃណគុំបានសិលនេះណាប្រព្រឹត្តទៅដើម្បីព្រះនិព្វានណាមិនមែនជារឿងចាក់300លំពេងទេហើយប្រព្រឹត្តទៅដើម្បីឃើញសច្ចធម៌ទៀតដោយសារយើងសំណាងល្អជួបនឹងព្រះពុទ្ធអង្គបានត្រាស់ហើយយើងកើតមកជាមនុស្សទេគួរតែសប្បាយមែនទេណាកូនចាស់នៅក្នុងពភ្នោះហ្នឹងណាលំបាកបណ្ណាវាមិនដល់មួយលំពេងចាំបាច់300លំពេងហើយ100ឆ្នាំព្រះអង្គសម្ដែងមិនមែនមួយឆ្នាំ365ថ្ងៃថែម6ម៉ោងហ្នឹងទេណា4ឆ្នាំថែមមួយថ្ងៃទៀតយើងគិតមួយថ្ងៃ300លំពេងគិតដែរទៅ365ហ្នឹងថែម6ម៉ោងណាអញ្ចឹងបាន4ឆ្នាំទៅ6 4ដង24ហ្នឹងខែកុម្ភៈហ្នឹងគេថែមមួយថ្ងៃថ្ងៃមួយថ្ងៃហ្នឹង300លំពេងហើយ100ឆ្នាំហើយបើវាមានវិធីត្រាស់ដឹងសច្ចធម៌របៀបហ្នឹងទៅឲ្យគេចាក់ទៅព្រះអង្គឲ្យទៅចាក់ទៅប៉ុន្តែអានឹងអត់ទេគ្រាន់តែព្រះអង្គរំលឹកកុំឲ្យយើងរំអួយកុំឲ្យយើងគ្រាន់តែមានរឿងអីតិចតួចអីហ្នឹងក៏មិនចេះរក្សាចិត្តឲ្យបានពីក្តីសុខហើយឲ្យយើងចេះអត់ធន់ជាមួយព្រះមច្ឆរិយធម៌នេះដោយព្រះអង្គតែងមេភិក្ខវេបញ្ញាណੰភេយដ្ឋៈនេះគង់នៅក្នុងព្រៃមុខខំមិនបានបច្ច័យ4គ្រប់គ្រាន់មិនបានចង្ហាន់តាមបំណងប្រាថ្នាចង់ក្តៅបានតិចចង់តិចបានក្តៅអីយ៉ាងណាអាហ្នឹងគឺព្រះអង្គឲ្យអត់ធន់ទៅឲ្យតែកុសលធម៌ចម្រើនឡើងនៅកន្លែងណានៅទៅបច្ច័យ4មិនគ្រប់គ្រាន់ក៏ដោយអកុសលធម៌សាបសូន្យទៅនៅរហូតទៅ
ហ្នឹងឯងមិនដល់មកលំពេងទេសេចក្តីទុក្ខលំបាកហ្នឹងនោះហ្នឹងហើយអាហ្នឹងធ្វើឲ្យយើងរឹងប៉ឹងយើងអត់ធន់បានហ្នឹងគឺផ្លូវទៅព្រះនិព្វានហ្នឹងទៅដោយសោកសៅមនោះតាដល់ទៅពេលសម្រាប់សមាធិទៅសៅមនោះហើយបៃតេបាមកជាយតោសម្មាសតិខន្ធានាងឧទយបយ៉ាងលបតិបៃតេបាមកជាងអមតាំងតាំងវិជាអ្នកតាំងអង្គដៃក្នុងភិក្ខុវៈបានបៃតេបាមកជាអមតៈរបស់អ្នកចេះដឹងព្រះអត្ថាលោកបញ្យល់ថាគឺបៃតេបាមកហ្នឹងណាក្នុងដំណើរផ្លូវឆ្ពោះអមតៈហ្នឹងឯងចឹងឲ្យពុទ្ធបរិស័ទយើងបានជ្រាបពីរឿងធัวជាទីពឹងជីវិតរបស់យើងព្រឹត្តតាមកម្មបើយើងមិនពឹងបុណ្យទេទេវតាប្រអិនប្រព្រំណាមកជួយអត់បានទេវាអត់មានហេតុផលអ្នកដតីធ្វើកម្មហើយយើងទទួលវិបាកកម្មដែលអ្នកដតីធ្វើអត់មានទេគឺត្រូវតែប្រព្រឹត្តទៅតាមកម្មព្រះមហាមោគលានបាបកម្មវាយសម្លាប់ម៉ែឪពីជាតិមុនមកហ្នឹងលោកអេកតតកៈខាងរិទ្ធហើយហ្នឹងណានៅតែទទួលអកុសលវិបាកហ្នឹងចោលស៊ីឈ្នួលមកគប់នឹងយើងដឹងហើយរឿងហ្នឹងគ្រាន់តែយើងរំលឹកថាព្រះជាម្ចាស់ណាមកជួយបាននោះហើយយើងមើលសត្វទេរិឆានទុកលំបាកអីហ្នឹងនៅលើព្រះជាម្ចាស់ណាមកបង្កើតសត្វលោកហ្នឹងមកហើយខ្លាចថាបើព្រំអីបើព្រំមេត្តាករុណាមិនក៏បង្កើតទេឆានមិនក៏បង្កើតនរកប្រែតអសុរកាយហើយចូលរាគៈទោសៈមោហៈហ្នឹងព្រំបង្កើតឲ្យដែរហើយទៅបង្កើតរាគៈទោសៈមោហៈរាគៈទោសៈមោហៈនឹងឯងជាអកុសលមូលនាំឲ្យធ្វើអកុសលកម្មហើយតាំងថាសូមកម្មាទោសហើយជិតកុំតែមានលោភៈទោសៈមោហៈទៅហើយមាននរណាទៅធ្វើបាបប្រពន្ធចង់វិស័យសក់ដូច្នេះវាអត់មាននរណាសាងឲ្យទេវាជារឿងអនុស័យដែលនៅមិនទាន់បានលះដោយអរិយមគ្គវាអត់ធ្វើដោយខ្លួនឯងក៏អត់មានអ្នកដទៃធ្វើឲ្យដែរតែហ្នឹងតើយើងចម្រើនវិបស្សនាពឹងខ្លួនយើងទៅបានយើងឃើញដំណើរនៃជីវិតហ្នឹងវដ្តសង្សារហ្នឹងគណៈបដិសន្ធិសពសត្វទាំងអស់ឲ្យតែមានជីវិតិន្ទ្រីគណៈបដិសន្ធិក្នុងបញ្ចវោការភពមានតែកម្មមជ្ឈរូបហើយនឹងវិបាកបដិសន្ធិហ្នឹងផលវិបាករបស់កម្មសុទ្ធទេរូបវាមានចិត្តតច្ចរូបអតច្ចរូបអាហារចរូបមកក្នុងប្រវត្តិកាលទៅប៉ុន្តែក្នុងគណៈបដិសន្ធិអត់ទេមានតែកម្មមជ្ឈរូបហ្នឹងហើយមនុស្សយើងនៅក្នុងផ្ទៃនៃមេត្តាមានកាយទេសកៈមានភាវៈទេសកៈមានវត្ថុទេសកៈ3 10 ដង 30អាហ្នឹងគណៈបដិសន្ធិមានទេវតាប្រអិនប្រព្រំណាមកសាងកម្មជាបច្ច័យកម្មមជ្ឈរូបរួចទៅបានមានបញ្ញសាខាមានភ្នែកមានតិចមានយមោះមានដាតអីទេសកៈអីតាមនឹងមកទៀតមកកាយប្រសាទមានតាំងពីគណៈបដិសន្ធិភាវរូបស្រីប្រុសមានតាំងពីគណៈបដិសន្ធិហើយនឹងវត្ថុរូបជាទីអាស្រ័យនៃវិបាកបដិសន្ធិជាអញ្ញមញ្ញបច្ច័យព្រោះកើតស្មើគ្នាហតិយវត្ថុក៏ជាសហជាតិបច្ច័យនៃវិបាកក៏ជាសហជាតិបច្ច័យនៃហតិយវត្ថុក៏ជាអញ្ញមញ្ញបច្ច័យអានឹងអញ្ញមញ្ញបច្ច័យនឹងបានទៅជាមួយហតិយវត្ថុអីរូប30ហ្នឹងណា29ទៀតវាអត់បានជាបច្ច័យនៃវិបាកវាគ្រាន់តែកើតអាស្រ័យវិបាកបដិសន្ធិហ្នឹងព្រោះក្នុងគណៈហ្នឹងវាអត់មានចិត្តតច្ចរូបវិបាកបដិសន្ធិហ្នឹងគឺជាចេតនកបច្ច័យដល់កម្មមជ្ឈរូបទាំង30ហ្នឹងអត់មានរូបកើតពីខ្លួនឯងទេចិត្តតច្ចរូបណាអត់មានទេមានតែកម្មមជ្ឈរូបហ្នឹងអញ្ចឹងវិបាកហ្នឹងក៏ជាសហជាតិបច្ច័យនៃកម្មមជ្ឈរូបទាំងអស់
ប៉ុន្តែកម្មជារូបមានហតិយវត្ថុអេដែលជាសហជាតិបច្ច័យមកដល់វិបាកបដិសន្ធិចិត្តចេតសិកបដិសន្ធិហ្នឹងណាអញ្ចឹងអញ្ញមញ្ញបច្ច័យរវាងហតិយវត្ថុហើយនឹងវិបាកបដិសន្ធិក្នុងបដិសន្ធិកាលតែដល់មកប្រវត្តិកាលអត់ទេហតិយវត្ថុហ្នឹងគឺជាវត្ថុបុរេជាតិបច្ច័យដល់ចិត្តចេតសិកដែលអាស្រ័យនឹងហតិយវត្ថុហ្នឹងហតិយវត្ថុហ្នឹងនៅតែជាកម្មជារូបអញ្ចឹងកើតរលត់ទៅជាកើតតមកទៀតមកហើយក្នុងបឋមភវង្គបន្ទាប់ពីបដិសន្ធិនឹងរលត់ទៅបឋមភវង្គភវង្គទី1ហ្នឹងគឺអត់បានជាសហជាតិបច្ច័យនៃកម្មជារូបទៀតទេជាសហជាតិបច្ច័យនៃចិត្តជារូបរូបដែលកើតពីចិត្តហ្នឹងត្រូវកើតពីបឋមភវង្គហ្នឹងជាសហជាតិមិនមែនបង្កប់បញ្ជាអីទេអាហ្នឹងឧបាទកណៈចិត្តជារូបកើតស្មើគ្នាអញ្ចឹងវាមានបង្កប់បញ្ជាអីធម្មជាតិចិត្តជារូបហ្នឹងវាកើតឡើងអញ្ចឹងទៅដោយចិត្តហ្នឹងជាចេតនកបច្ច័យចេតនកឲ្យកើតហ្នឹងណាកើតចិត្តជារូបហ្នឹងនឹងគឺអត់មានជាបច្ច័យនៃកម្មជារូបអីទៀតទេកម្មជារូបហ្នឹងនៅលើកម្មជាបច្ច័យជាចេតនកបច្ច័យតែម្យ៉ាងប៉ុន្តែចិត្តដែលកើតក្រោយហ្នឹងវានៅជាឧបធម្មបច្ច័យដល់រូបទាំង4សមុដ្ឋានដែលកើតមុននោះមិនមែនជាចេតនកបច្ច័យទេមិនមែនឲ្យរូបមុននឹងកើតទេសូម្បីតែចិត្តជារូបកើតឡើងហ្នឹងចិត្តហ្នឹងក៏រលត់ទៅហើយតែរូបហ្នឹងស្ថិតនៅក្នុងថេតិកណៈអញ្ចឹងចិត្តដែលកើតក្រោយហ្នឹងជាបច្ឆាជាតិបច្ច័យកើតក្រោយទៅជាបច្ច័យដល់រូបដែលកើតមុនហើយស្ថិតនៅក្នុងថេតិកណៈអញ្ចឹងចិត្តដែលជាបច្ច័យហ្នឹងមិនមែនចេតនកបច្ច័យឲ្យកើតទេតែគ្រាន់តែឧបត្ថម្ភដល់រូបដែលកើតមុនទាំង4សមុដ្ឋានកើតពីកម្មចិត្តអតអាហារហ្នឹងហ្នឹងបានមានពាក្យថាបច្ឆាជាតិបច្ចយោហ្នឹងណាហ្នឹងគ្រាន់តែយើងរៀនមេរៀនទៅឲ្យសុបាយត្រង់ឯថាវាអត់មានទេវតាប្រអិនប្រព្រំណាមកបង្កើតសត្វលោកទេគណៈបដិសន្ធិហ្នឹងខ្ញុំណាក៏ចង់រំលឹកគណៈបដិសន្ធិហ្នឹងគឺមានតែផលវិបាករបស់កម្មសុទ្ធទាំងកម្មជារូបទាំងវិបាកបដិសន្ធិចិត្តចេតសិកហ្នឹងអត់មានរូបដតីអត់មានចិត្តចេតសិកដតីព្រោះរូបវាមានរូបកើតពីចិត្តរូបកើតពីអតអាហារផងហើយចិត្តវាមានកុសលអកុសលអព្យាក្រឹតដែលជាកិរិយាផងប៉ុន្តែក្នុងគណៈបដិសន្ធិមានតែអព្យាក្រឹតដែលជាវិបាកកុសលវិបាកអកុសលវិបាកកុសលវិបាកមាននៅក្នុងសុគតិភពអកុសលវិបាកអបាយភូមិនរកប្រែតទេឆានអសុរកាយអ្វីជាបរមត្តធម៌មានបច្ច័យឲ្យកើតឡើងអញ្ចឹងអត់មានអ្នកសាងឲ្យខ្លួនយើងក៏អត់មានយើងសាងឲ្យខ្លួនឯងដែរយើងស្ដាប់ឲ្យយល់ឡើងនឹងទៅដោយអាចារ្យលកសបៈក្នុងបៃដកលេខ31ឧបនិស្ស័យព្រះរហន្តប៉ុន្តែធ្លាត់ទៅអាចារ្យសិនទៅហើយដល់មកជួបព្រះអង្គទូលសួរថាព្រះអង្គសេចក្តីទុក្ខបុគ្គលធ្វើឲ្យខ្លួនឯងឬកំពូលដូច្នោះឡើយកសបៈអញ្ចឹងសេចក្តីទុក្ខអ្នកដតីធ្វើឲ្យឬព្រះអង្គកំពូលដូច្នោះឡើយកសបៈដីទុក្ខគឺនាមរូបហ្នឹងណាវត្តដាក់ហ្នឹងណាឧបាទានខណ្ឌទុក្ខហ្នឹងណាអញ្ចឹងសេចក្តីទុក្ខបុគ្គលធ្វើឲ្យខ្លួនឯងខ្លះអ្នកដតីធ្វើឲ្យខ្លះឬព្រះអង្គកំពូលដូច្នោះឡើយកសបៈអញ្ចឹងសេចក្តីទុក្ខមិនមែនបុគ្គលធ្វើឲ្យខ្លួនឯងទេមិនមែនអ្នកដតីធ្វើឲ្យទេកើតឡើងឯងទេព្រះអង្គឃើញទេអត់តាន់បានស្ដាប់ក្នុងពុទ្ធសាសនាណាវាដឹងតែពីបច្ច័យដែលនាំឲ្យទុក្ខកើតឡើងហ្នឹងគឺខ្លួនឯងអ្នកធ្វើវាប្រកាន់បច្ច័យហ្នឹងជាអត្តាណាឬក៏អ្នកដតីធ្វើឲ្យចឹងបានចិត្តតែមុំម៉ៅក្តៅកាហាយស្អប់អ្នកដតីហ្នឹងថាគេធ្វើឲ្យឬក៏ក្តៅកាហាយស្ដាយក្រោយបន្ទោសខ្លួនឯងថាខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងឯងមានអញ្ចឹងឲ្យទៅនៅក្នុងការប្រកាន់ទិដ្ឋិព្រះអង្គបដិសេធទាំង4ណាយើងចង់តែមើលបល័យមើលអីក្នុងប្រសូតបៃដកលេខ31ខាងដើមដែរហ្នឹងតែមិនមែនទី1ទេណា
ហ្នឹងហើយបន្តមកទី2វិភង្គសោតទី3បដិបទាសោតទៅហ្នឹងហើយបន្តរឿងមានអាចារ្យលកសបៈនឹងទូលសួរព្រះអង្គពីរស់ហើយយើងបដិបត្តិទៅពីមួយឆ្នាំទៅដែលបនទំនុកម្រងឲ្យយើងបានរស់យើងកាន់ទៅយល់ខ្លឹមសារដែលអាចារ្យលកសបៈទូលសួរព្រះអង្គនឹងខ្លឹមសារជ្រៅក្នុងបដិច្ចសមុបាទធម៌ណាងាយយើងស្ដាប់យល់ទេព្រោះយើងនៅក្នុងការប្រកាន់ទូខ្លួនយើងស្ដាប់អញ្ចឹងទៅលេងយល់បាត់ហើយបុគ្គលធ្វើដោយខ្លួនឯងឬអ្នកដទៃធ្វើឲ្យឬបុគ្គលធ្វើដោយខ្លួនឯងខ្លះអ្នកដទៃធ្វើឲ្យខ្លះឬអញ្ចឹងព្រះអង្គបដិសេធអញ្ចឹងមានតែសេចក្តីទុកហ្នឹងមិនមែនបុគ្គលធ្វើដោយខ្លួនឯងមិនមែនអ្នកដទៃធ្វើឲ្យកើតដល់ឯងឬកំពោលដូច្នោះឡើយកសបៈអញ្ចឹងសំណួរទី5សេចក្តីទុកមិនមានទេឬព្រះអង្គអានោះវានាំឲ្យទៅសួរដល់កន្លែងហ្នឹងហើយមកបដិសេធ4ខាងដើមហើយហ្នឹងយើងយកទៅគិតមើលគិតទៅបានយើងយល់ថាវាត្រូវតែសួរដល់សំណួរទី5ហ្នឹងវាត្រូវតែសួរថាអញ្ចឹងសេចក្តីទុកមិនមានទេឬព្រះអង្គត្រាស់ថានេកសបៈសេចក្តីទុកមានពិតហើយដល់ទៅសេចក្តីទុកមានពិតគាត់វាមិនដឹងថាម៉េចសេចក្តីទុកមានតែសួរ4ខាងដើមហ្នឹងព្រះអង្គបដិសេធដីទុកហ្នឹងវាមិនមែនបុគ្គលធ្វើដោយខ្លួនឯងវាមិនមែនតែអតីតធ្វើឲ្យមិនមែនធ្វើដោយខ្លួនឯងខ្លះតែអតីតខ្លះមិនមែនកើតឡើងដោយអត់ហេតុទេតែសេចក្តីទុកមានតល់ច្រកនឹងថាមិនអញ្ចឹងមានតែព្រះអង្គអត់ស្គាល់សេចក្តីទុកទេអីព្រះអង្គអត់ដឹងសេចក្តីទុកទេសួរព្រះអង្គត្រង់អញ្ចឹងហ្មងហើយបានព្រះអង្គត្រាស់ថាតថាគតដឹងសេចក្តីទុកពិតឃើញសេចក្តីទុកពិតដល់អញ្ចឹងសូមព្រះអង្គសម្ដែងប្រាប់មកសេចក្តីទុកហ្នឹងដល់ព្រះអង្គសម្ដែងប្រាប់វាផ្លូវកណ្ដាលទេវាមិនមែនរឿងខ្លួនយើងធ្វើឲ្យខ្លួនឯងមិនមែនអ្នកអតីតធ្វើឲ្យអវិជ្ជាបច្ចយាសង្ខារាបច្ចយាវិញ្ញាណังឃើញទេវាផ្លូវកណ្ដាលហ្មងណាវាអត់មានយើងទេណាអវិជ្ជាណាទោសរបស់វត្តដាក់ហ្នឹងមកវាអត់មានអ្នកដតីទេណាអូយពីរោះហើយព្រះអង្គពីរោះហើយមិនដែលបានស្ដាប់ទេពីមុនមកហើយសំបួសផងព្រះអង្គសំបួសហ្នឹងហើយព្រះអង្គក៏ថាអេមកអញ្ចឹងតលតែថាវានៅក្នុងទិដ្ឋិយៈបរិវាសមិនបរិវាសសង្ឃារិសេទិដ្ឋិយៈគេថាអន្តេរដ្ឋីមកបួសនៅក្នុងទិដ្ឋិយៈបរិវាសហ្នឹងដើម្បីភិក្ខុត្រួតត្រាពិនិត្យមើលលមុំឲ្យឧបសម្បទាបានអញ្ចឹងណាប៉ុន្តែតថាគតដឹងដែលត្រូវឲ្យឧបសម្បទាក៏ឲ្យភិក្ខុនាំលោកទៅបំពោះទៅហើយក៏ឧបសម្បទាចំពោះពភៈព្រះដែលមានពភៈទៅព្រះថេរៈកសបៈនឹងប្រឹងប្រែងជាយាមសម្រាប់ព្រះរហ័តជាព្រះអរហន្តមួយអង្គទៅណាហ្នឹងក៏ឲ្យពុទ្ធបរិស័ទយើងណាមើលក៏គួរអត់ដែរបានស្ដាប់អត់យល់អញ្ចឹងណាវាដឹងថាខ្លួនឯងធ្វើឲ្យខ្លួនឯងនេះអតីតធ្វើឲ្យអញ្ចឹងទៅមួម៉ៅដៅកាហាយវិវៈតែតាមពិតយើងអត់មិនជាអ្នកទោសអត់បានសាងសេចក្តីទុកមកឲ្យខ្លួនឯងទេណាយើងរស់កន្លែងនឹងខូចសុបាយណាយើងរួចពីភាពអ្នកទោសណាព្រោះយើងមិនមែនបង្កើតវត្តដាក់នេះមកកិលេសកម្មវិបាកអីខណ្ឌអីរស់អាមិនឈឺអាមិនឆ្លាប់ពេលណាមិនមែនយើងអ្នកសាងមកឯណាអ្វីដែលមិនមែនយើងអ្នកសាងយើងត្រូវតែរួចខ្លួនមិនមែនជាអ្នកទោសទេនៅជាអ្នកសិក្សាការពិតហ្នឹងហើយហ្នឹងឲ្យពុទ្ធបរិស័ទបានជ្រាបថាក្នុងការដែលពុទ្ធបរិស័ទយើងបានមកជួបនឹងពុទ្ធសាសនានេះយើងបានដឹងថាកម្មណាវត្តតិលោកោកម្មណាវត្តតិបជាសន្មតថាសត្វលោកហ្នឹងណាប្រព្រឹត្តទៅតាមកម្មប៉ុន្តែសត្វលោកហ្នឹងបញ្ញត្តិទេណាបញ្ញត្តិទៅលើផលវិបាករបស់កម្មហ្នឹងដោយបរមត្តវាអត់មានអត្តាទេអាហ្នឹងឲ្យយើងយល់ក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងពីអត្តាយើងត្រូវដឹងថាព្រះអង្គសម្ដែងបញ្ញត្តិទៅលើអីដោយថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងអាការដែលទៅឈ្នះលបែងគេនោះណាអាហ្នឹងឈ្នះខ្លួនឯងនេះគឺកិលេសទាំងពួងហ្នឹងព្រះអរថាលោកប្រាប់
ហើយដល់ទៅខ្លួនទីពឹងខ្លួនហ្នឹងគឺលោកយៈលោកកតរោធម្មោអត់មានអត្តាទេយើងត្រូវឲ្យឆ្លាតឲ្យដឹងថាព្រះអង្គសម្ដែងអត្តាហេអត្តណោនាថោគឺព្រះអង្គសម្ដែងបញ្ញត្តិទៅលើអីអត្តានញ្ញេបយ៉ាងជាញារក្ខយនាងសរកតាំងបើដឹងតែខ្លួនជាទីស្រឡាញ់ណាក៏បីរក្សាខ្លួនហ្នឹងឲ្យបានល្អហ្នឹងគឺរក្សាដោយកុសលធម៌ហ្នឹងឯងរក្សាចិត្តហ្នឹងណាត់ថេអត្តសមੰពេមੰស្រឡាញ់អីស្មើនឹងស្រឡាញ់ខ្លួនមិនមែនគឺបញ្ញត្តិមិនមែនអ្នកដទៃ